ទីតាំងលបែងស៊ីសងអប៉ោងនឹងបៀដែលបង្កប់ក្នុងកន្លែងលៀងឡានមួយកន្លែងដែលមានស្លាកយីហោលៀងឡានថ្មីជានិច្ចក្នុងសង្កាត់ស្រះចកភ្នំពេញទោះបីជាមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះផ្សាយយ៉ាងណាក៏ដោយក៏ទីតាំងលបែងស៊ីសងអប៉ោងនឹងបៀកំពុងដំណើរការបើកភ្នល់លេងយ៉ាងរំភើយដែលជ្រកក្រោមស្លាកយីហោលៀងឡានថ្មីជានិច្ចស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញដោយគ្មានសមាជិកណាហ៊ានបង្ក្រាបសោះឡើយឬមួយម្ចាស់បើកបាត់ល្មើសមួយកន្លែងនេះបានផ្ដល់លាភសក្ការៈប្រចាំខែឲ្យទៅអាជ្ញាធរមានសមាជិកពាក់ព័ន្ធតាមមូលដ្ឋានអស់ហើយទេដឹងបានជាមិនហ៊ានធ្វើការបង្ក្រាបយ៉ាងដូចនេះតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាមានទីតាំងបើកល្បែងស៊ីសងអប៉ោងនឹងបៀមួយកន្លែងតាមបណ្ដោយផ្លូវលេខ75ភូមិទី9សង្កាត់ស្រះចកខណ្ឌដូនពេញក្រោមស្លាកយីហោឈ្មោះលៀងឡានថ្មីជានិច្ចក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញហើយទីតាំងខាងលើនេះទោះបីមានអ្នកសារព័ត៌មានធ្លាប់បានផ្ដល់ព័ត៌មានទៅអាជ្ញាធរនិងធ្វើការចុះផ្សាយព័ត៌មានជាហូរហែក្តីហើយអាជ្ញាធរមូលដ្ឋានក៏បានធ្លាប់ចុះទៅបង្ក្រាបណែនាំក៏ដូចជាធ្វើកិច្ចសន្យាដែរក៏ប៉ុន្តែហេតុអ្វីនៅតែបើកបានដដែលនេះប្រហែលជាមានមន្តអាគមសដំអ្វីហើយមើលទៅបានជាទីតាំងខាងលើអាចបើកដំណើរការបានយ៉ាងរលូនដូចនេះប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខាងលើសំណូមពរដល់លោកវីរៈស្នេហ៍ឯកទៀងច័ន្ទសាអធិការនគរបាលខណ្ឌដូនពេញមេត្តាចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងអប៉ោងនឹងបៀនិងល្បែងផ្សេងជាច្រើនប្រភេទទៀតដែលបើកភ្នាល់លេងជារៀងរាល់ថ្ងៃដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ75ភូមិទី9សង្កាត់ស្រះចកដើម្បីចុះធ្វើការបង្ក្រាបផងថ្មីនេះដែរប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាឲ្យទៅអភិបាលរាជធានីខេត្តបង្ក្រាបទាំងអស់រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទបើនៅតែមាននៅកន្លែងណាអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាបឲ្យខាន់តែបានដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង7ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់តែបើមិនបង្ក្រាបនោះទេនៅតែបណ្ដោយឲ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវទទួលខុសត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរដល់ឯកឧត្តមឃុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តមស្នេហ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោមសខេងទើបតែបង្កើតថ្មីដែលមានឯកឧត្តមសុខផលជាប្រធានសូមមេត្តាមានចំណាត់ការផងទៀតអង្គភាពអ្នកសារព័ត៌មានយើងខ្ញុំចុះផ្សាយខាងលើនេះគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នណានោះទេគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងនៃស្ថាប័នណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិអង្គភាពសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធនិងគ្រប់ភាគីទាំងអស់គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន